ហ្នឹងជាដំបូងយើងចាប់ Wi-Fi របស់ឧបករណ៍ outdoor យើងសិនទៅចឹងយើង search រកឈ្មោះវាមកនេះអានេះឈ្មោះរបស់ឧបករណ៍ outdoor របស់យើងហើយយើងវាយលេខកូដវាចូលមកចឹងលេខកូដវាដូចជាមួយដល់9លេខ0ចឹងហ្នឹងចឹងយើង connect មកចឹងយើងចង់ដូរឈ្មោះដូរ password ឯងគឺយើងត្រូវចាប់ Wi-Fi វាបានសិនតែចាប់ជាប់ឯណាចឹងយើងចូលកន្លែង Chrome នេះមកដើម្បីយើងចូលទៅក្នុង IP address ចឹងវាយកន្លែងនេះ192.168.100.1 và IP ចឹងហើយយើង go ចូលទៅក្នុង IP ហ្នឹងទៅចឹងវាកំពុងតែ process ចូលទៅក្នុង IP address របស់ម៉ាស៊ីន outdoor ហ្នឹងហើយបាទចឹងកន្លែងនេះវាចេញបែបនេះមកវាឲ្យយើងវាយឈ្មោះ username ហើយនិង password ចឹងយើងវាយ admin ហើយ admin អក្សរតូចA D M I N A D M I N តោះមកយើង log in ចូលទៅទៅមកយើងអាចថាយក skip នេះមកបាទ skip ហើយយើងមើល function របស់វាទៅយើងអាចយកពាក្យកន្លែង wireless នេះមកដើម្បីទៅរកកន្លែងដូរឈ្មោះដូរ password អញ្ចឹងយើងចុចកន្លែង security នេះ wireless security setting មកដល់ហើយនេះអញ្ចឹងកន្លែងនេះគឺបើក tick មកឃើញលេខកូដអានេះឈ្មោះ Wi-Fi យើងលុបឈ្មោះនឹងចេញដាក់ឈ្មោះថ្មីមកលេខកូដនេះលុបចេញដាក់ថ្មីមកបន្តមកយើងយកពាក្យ save មកអញ្ចឹងរបៀបដូរ password វាតែប៉ុណ្្នឹងទេនឹងសម្រាប់ outdoor ណាហើយអានេះចាំបានតេស្តខ្សែតែអីរួចដល់ហើយនឹងដល់ភ្លើងដល់អីឲ្យហើយអញ្ចឹងនេះអញ្ចឹង IP ឈ្មោះវានៅក្រោមនេះគឺមានហើយ IP address admin នេះគឺវាមានប្រាប់យើងអស់ហើយអញ្ចឹងអ្វីដែលខ្ញុំចូលមិញគឺយើងមើលតាមនេះទេណា IP username password admin អានេះ save ហើយអញ្ចឹងមានដំណើរការអស់ហើយ